ទស្សនៈនេះនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការនិយាយសម្រាប់តែការរឿងដែលមានចំណងជើងថា Orient and the Dark ដែលរឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលគាត់មានភាពភ័យខ្លាចដែលគាត់ខ្លាចយកតែមែនតែម្ដងហើយថ្ងៃមួយក៏ស្រាប់តែគាត់បានជួបជាមួយនឹង entity ដែលជា additive ហើយក៏ additive នោះក៏បានបង្រៀនឲ្យ Orient នឹងយល់ដឹងអំពីភាពភ័យខ្លាចរបស់គាត់ហើយគាត់គ្រប់គ្រងការគិតរបស់គាត់ទៅឥឡូវនេះខ្ញុំចង់ឲ្យអ្នកនរគ្នាខាតពេលវេលារងចាំយូរទេសូមចូលទៅកាន់វីដេអូពេញជាមួយនឹងខ្ញុំទាំងអស់គ្នាតែរឿងដំបូងគេបានបង្ហាញអំពីក្មេងប្រុសម្នាក់ដែលគាត់មានឈ្មោះថា Orient គាត់លួចស្រឡាញ់ក្មេងស្រីម្នាក់ទៀតដែលមានឈ្មោះថា Sally ចំពោះ character Orient គាត់រៀងមានភាពភ័យខ្លាចដែលគាត់ខ្លាចគ្រប់សពសូម្បីតែគាត់ទៅបន្ទប់ទឹកឬក៏នៅក្នុងថ្នាក់រៀនហ្នឹងគឺគាត់មានជំងឺថាភ័យខ្លាចតែម្ដងហើយជាទូទៅអ្នកគ្រូហ្នឹងគឺបានប្រាប់ទៅកាន់ Orient ដែរបើសិនជាកូនខ្លាចកូនសរសេរដាក់ក្នុងសភៅទៅដូចជា journal អញ្ចឹងណាដើម្បីបន្ស៊ាំខ្លួនយើងជាមួយនឹងភាពភ័យខ្លាចទាំងអស់នោះតែ Orient ទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយក៏ភាពភ័យខ្លាចហ្នឹងនៅតែគ្រប់គ្រងគាត់បានដែរហើយនៅក្នុងសាលារបស់ Orient ក៏មានអ្នក bully គាត់ដែរដែលមានឈ្មោះថា Richie ហ្នឹងគឺតាម bully គាត់ទៅដល់ locker ហើយគាត់ក៏មានភាពភ័យខ្លាចជាមួយនឹង Richie ដូចគ្នាហើយមកវិញទៀតនោះនៅពេលដែលគ្រូបានបបួលគាត់ទៅខាងក្រៅឬក៏ទៅ picnic អីគាត់តែងតែសម័យថាបើសិនជាគាត់ជិះឡានមួយពួកក្មេងៗទាំងអស់ហ្នឹងឡានហ្នឹងអាចនឹងផ្ទុះឆេះហើយជាក់ស្ដែងរឿងហ្នឹងអត់តកើតឡើងទេគ្រាន់តែជាការសម័យរបស់គាត់ដែលធ្វើឲ្យគាត់នឹងបារម្ភពីខ្លួនរបស់គាត់នឹងហើយនៅក្នុងថ្ងៃនេះក៏ស្រាប់តែសាលាហ្នឹងគឺបានប្រាប់ទៅកាន់សិស្សទាំងអស់គ្នាថាសាលាហ្នឹងគឺចាប់ផ្ដើមធ្វើដំណើរកម្សាន្តហើយ Orient ហ្នឹងគឺចាប់ផ្ដើមភ័យឯដែលគាត់សម័យថាវាអាចនឹងកើតឡើងហើយក៏ស្រាប់ក្រាស់របស់គាត់ដែលជា Sally ហ្នឹងក៏បានមកបបួលគាត់អង្គុយចិត្តគ្នាដែរតែ Orient គាត់រៀងភ័យគាត់នឹងក៏បានបដិសេធមួយគេទៅហើយគាត់ក៏បានត្រឡប់ទៅផ្ទះវិញដោយភាពសៅហ្មងហើយ Orient ក្រោយពីដល់ផ្ទះហ្នឹងគាត់ក៏មានភាពភ័យខ្លាចជាមួយនឹងប៉ាម៉ាក់គាត់ដែរដែលគាត់បានគិតថាបើសិនជាថ្ងៃណាមួយអត់ប៉ាម៉ាក់គាត់តែគាត់រស់នៅបែបណាអញ្ចឹងតួអង្គ Orient ក្មេងហ្នឹងដូចមានជំងឺប្រចាំកាយអញ្ចឹងហើយនៅក្នុងលេខនេះក្រោយពី Orient បានញ៉ាំបាយហើយគាត់ក៏បានចូលគេងហើយគាត់ចាប់ផ្ដើមមានភាពបារម្ភទៀតហើយដែលគាត់ខ្លាចភាពងងឹតណាហើយពេលនោះគាត់ស្រាប់តែ Dark ដែលជា additive នៃភាពងងឹតហ្នឹងក៏បានមកដល់ហើយគាត់ក៏រៀងភ័យដែរតែគ្រាន់តែគាត់រៀងទប់អារម្មណ៍បានអញ្ចឹងណាហើយអ្នកទាំងពីរក៏បាននិយាយតំណាក់តំណងគ្នាទៅដែល additive នៃភាពងងឹតហ្នឹងគឺបាននិយាយរៀបរាប់អំពីបញ្ហារបស់គាត់ដែលគាត់ត្រូវបានក្មេងជាច្រើនបានខ្លាចគាត់ហើយគាត់បានគិតថាគាត់មិនមែនជាមនុស្សអាក្រក់ឬក៏ additive អាក្រក់ទេហើយ Orient លឺអញ្ចឹងគាត់ក៏បាននិយាយអំពីអារម្មណ៍គាត់ដូចគ្នាដែលគាត់រហងៃហ្នឹងគឺគាត់មានភាពភ័យខ្លាចខ្លាំងមែនទែនហើយក្រោយពីការសន្ទនាទាំងអស់ហ្នឹងគឺបានចប់ស្ដាប់គ្រប់អស់ហើយក៏ additive dark ហ្នឹងក៏បានបបួល Orient ថាបើអ្នកឯងតនេមកមើលការងារខ្ញុំមើលតែខ្ញុំធ្វើការអីខ្លះនៅក្នុងយប់ហ្នឹងអញ្ចឹងណាហើយ Orient ពេលហ្នឹងគាត់តាក់ទើគាត់អត់ចង់ទៅទេតែដោយសារតែគាត់បានមើលសភៅរបស់គាត់ដែលគាត់សរសេរពីភាពភ័យខ្លាចរបស់គាត់ហ្នឹងគាត់ក៏ចាប់ផ្ដើមថាយើងធ្វើអញ្ចឹងដូចអត់ត្រូវអីឥឡូវយើងសាកល្បងអីថ្មីម្ដងអញ្ចឹងណាហើយគាត់ក៏បានយល់ព្រមទៅជាមួយនឹង dark ទៅហើយបន្តមកទៀតសាច់រឿងក៏បានស្កប់ហើយរឿងទាំងអស់នេះគ្រាន់តែជាការនិទានរបស់ Orient បច្ចុប្បន្នហ្នឹងគឺ Orient គឺធំហើយគាត់កំពុងតែនិទានរឿងទាំងអស់នេះទៅប្រាប់កូនស្រីរបស់គាត់ហើយបន្តមកទៀតសាច់រឿងក៏បានបង្ហាញទៅកាន់ Orient ជាមួយនឹង additive dark វិញហើយដែលគាត់ចាប់ផ្ដើមធ្វើប្រតិបត្តិការងាររបស់គាត់ហើយ additive dark ក៏បានណែនាំទៅកាន់មិត្តភ័ក្តិរបស់គាត់5នាក់ទៀតដែរដែលជា additive ដូចគ្នាដែល additive ទី1នោះគាត់មានឈ្មោះថា Sleep additive កេងលក់ស្រួលហើយ additive ទី2មានឈ្មោះថា Quiet គឺជា additive ដែលមិនផ្ដល់ភាពរំខានហើយ additive ទី3មានឈ្មោះថា Insomnia នេះគឺការកេងមិនលក់ហើយ additive ទី4មានឈ្មោះថា Unexpected Noises គឺការបង្កសំឡេងដោយអត់ប្រយោជន៍ហ្មងនិយាយទៅហើយ additive ទី5នោះគឺមានឈ្មោះថា Sweet Dream ដែលគាត់នឹងធ្វើឲ្យមនុស្សកេងលក់ស្រួលអញ្ចឹង additive នីមួយៗគាត់មានការងាររបស់គាត់រៀងខ្លួននៅក្នុងរយៈពេល24ម៉ោងចំពោះ additive dark នៃភាពងងឹតហ្នឹងគាត់បាននាំ Orient ទៅមើល additive Sweet Dream ដែលគាត់បានបំពេញការងាររបស់គាត់ហើយគាត់ហ្នឹងគឺបានធ្វើការងារល្អមែនទែនដែលគាត់បានបង្ហាញអំពីក្តីសម័យរបស់មនុស្សដែលធ្វើឲ្យមនុស្សហ្នឹងមានភាពជឿជាក់លើខ្លួនឯងហើយមួយវិញទៀតនោះគាត់ក៏បានបង្ហាញទៅកាន់ខួរក្បាលរបស់ Orient ដែរដែលក្នុងខួរក្បាលរបស់ Orient ហ្នឹងគឺបានបំផ្លាញអីដែលជា Sweet Dream របស់គាត់ដែលជាក្តីសម័យរបស់គាត់ហើយ additive Sweet Dream គាត់ខឹងមែនទែនដែលគាត់បានប្រាប់ទៅកាន់ additive នៃភាពងងឹតដែលជា dark ហ្នឹងថាកុំឲ្យនាំ Orient ហ្នឹងមកនឹងទៀតគាត់នឹងអត់មាន energy មួយដែលល្អសម្រាប់មនុស្សទូទៅទេ Orient គ្រាន់តែលឿនអញ្ចឹងគាត់អន់ចិត្តយកតែមែនតើតែគាត់មាននិយាយទេហើយគាត់បានប្រាប់ additive dark វិញថាឥឡូវនេះគាត់លែងមានអារម្មណ៍ខ្លាច dark ទៀតហើយដែលជា additive នៃភាពងងឹតហ្នឹងអញ្ចឹងនៅក្នុង mission ទី1របស់គាត់អាចយកភាពជោគជ័យទៅលើភាពភ័យខ្លាចរបស់គាត់បានដំបូងហើយបន្តមកទៀតសាច់រឿងក៏បានបន្តទៅមុខទៀតហើយដែល Orient គាត់ចាប់ផ្ដើមយល់ដឹងអំពីការងារទាំងអស់ហ្នឹងបដាហើយគាត់ចេះជួយ additive ផ្សេងៗទៀតគាត់ជួយបំពេញការងារយ៉ាងច្រើនទៅកាន់ additive ទាំងអស់នោះហើយនៅក្នុងការដែល Orient បំពេញការងារទាំងអស់នោះគាត់រៀងសប្បាយចិត្តជាងមុនគាត់ក៏មានតំណែងល្អជាមួយនឹង additive ទាំង5ហ្នឹងដែរហើយក្រោយពី additive ទាំងអស់នោះជាមួយនឹង Orient បំពេញការងារហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏មានការម៉ោងសម្រាកដែរដែលជា time break ហើយបើយើងកន្លែងមើលទៅកាន់ additive នៃភាពងងឹតវិញគាត់អត់សូវសប្បាយចិត្តទេដែល additive នៃភាពងងឹតគាត់បានចោះធ្វើការងារគឺក្មេងៗជាច្រើនហ្នឹងគឺខ្លាចគាត់យកតែមែនតើអញ្ចឹងគាត់អត់សូវសប្បាយចិត្តជាមួយនឹងរឿងនេះទេហើយក្រោយពីអ្នកទាំងអស់គ្នាក៏បានសម្រាកហើយក៏ពួកគាត់ហ្នឹងក៏ដល់ម៉ោងធ្វើការវិញហើយភ្លាមនោះក៏មាន additive ដែលជា additive light នៃភាពភ្លឺហ្នឹងក៏បានមកដល់ additive dark ដែលជាភាពងងឹតហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ Orient ថា additive light ហ្នឹងហើយគឺជាដៃគូរបស់គាត់ហើយគាត់បានគិតថាគាត់ប្រហែលជាដល់ម៉ោងត្រូវគាត់សម្រាកហើយក្រោយមកទៀតសាច់រឿងហ្នឹងក៏បានបង្ហាញទៅកាន់ Orient ពេលបច្ចុប្បន្នកាលវិញតែគាត់ហ្នឹងក៏បាននិយាយរៀបរាប់ទៅកាន់កូនស្រីរបស់គាត់ហើយកូនស្រីរបស់គាត់ហ្នឹងឆ្លាតមែនទែនដោយក្មេងស្រី Hypatia ហ្នឹងតែងតែធ្វើ
ធ្វើចលណដែលជាសភើកត់ត្រាដែលគាត់បានរៀនអីថ្មីនៅក្នុងថ្ងៃនេះហើយបន្តមកទៀតសាច់រឿងក៏បានបង្ហាញទៅកាន់អាទិទេពដាកវិញដែលគាត់បាននាំអូរៀនទៅកាន់ផ្ទះរបស់គាត់ដែលគាត់បានគិតថាពេលនេះដល់ម៉ោងអាទិទេពភ្លឺហ្នឹងគឺគ្រប់គ្រងមេឃហើយអូរៀនគាត់ហ៊ានចូលនៅក្នុងផ្ទះហ្នឹងទេដែលគាត់ខ្លាចភាពងងឹតហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់អាទិទេពទាំង5ដែលគាត់បាននិយាយថាគាត់រៀងចូលចិត្តអាទិទេពឡាយជាងដោយសារតែនៅពេលមេឃភ្លឺហ្នឹងវាអារម្មណ៍ល្អជាងវាមានព្រៃព្រឹក្សាវាមានពន្លឺមានខ្យល់មានអីចឹងវាអារម្មណ៍ល្អជាងហើយរាល់ពេលសម្ដីដែលអូរៀនបាននិយាយក៏អាទិទេពនៃភាពងងឹតក៏បានលឺដែរហើយអាទិទេពនៃភាពងងឹតហ្នឹងរៀងអន់ចិត្តហើយអាទិទេពនៃភាពងងឹតហ្នឹងគាត់ក៏បានដើរចូលវិញទៅហើយអូរៀនគាត់ក៏បានធ្វើការសុំទោសទៅកាន់អាទិទេពដាកដូចគ្នាដែលគាត់បាននិយាយថាគាត់សុំទោសអីដែលគាត់និយាយហ្នឹងណាហើយពេលដែលគាត់និយាយសុកហ្នឹងក៏ស្រាប់តែគាត់ច្រឡំលួចចសើទៅលើអាទិទេពនៃភាពភ្លឺដែលជាឡៃហ្នឹងហើយក៏ភ្លាមនោះក៏ស្រាប់តែអាទិទេពទាំង5ហ្នឹងក៏មានអារម្មណ៍ថាអូតើយើងធ្វើការមួយដាកហ្នឹងល្អអត់ចុះបើយើងទៅធ្វើការមួយឡៃអាទិទេពនៃភាពភ្លឺហ្នឹងមិនដែរអញ្ចឹងពួកគាត់ទាំងអស់គ្នាហ្នឹងគឺព្យាយាមនិយាយទៅដូចជាដាកហ្នឹងអាទិទេពនៃភាពងងឹតហ្នឹងជាកំហុសរបស់គាត់ដែលធ្វើឲ្យមនុស្សជាច្រើនហ្នឹងខ្លាចហើយចំពោះអាទិទេពដាកវិញនិយាយចុះនិយាយឡើងគាត់រៀងអន់ចិត្តកាន់តែខ្លាំងទៅគាត់ក៏បានដើរចេញពីទីតាំងហ្នឹងទៅហើយអូរៀននៅក្នុងវេលានេះគាត់រៀងអន់ចិត្តបដាហើយដែលគាត់ព្យាយាមទៅលួងលោមអាទិទេពដាកហើយគាត់ក៏បានហោះទៅជាមួយនឹងគ្នាហើយអាទិទេពដាកគាត់បានគិតថាតើរឿងអស់ហ្នឹងជាកំហុសគាត់មែនដែលសារតែគាត់ធ្វើឲ្យគេខ្លាចណាហើយនៅពេលនោះក៏ស្រាប់តែអាទិទេពឡៃហ្នឹងក៏បានមកដល់ហើយអូរៀនបានប្រាប់ដាកថាឲ្យដាកហ្នឹងចូលទៅសម្រាកចូលទៅផ្ទះគាត់វិញទៅព្រោះតែសារតែគាត់នៅកន្លែងហ្នឹងទៀតអាទិទេពឡៃនៅពេលដែលពន្លឺប៉ះខ្លួនរបស់គាត់ដងខ្លួនរបស់គាត់ហ្នឹងនឹងរលាយហើយជាចុងក្រោយនៃការសម្រេចចិត្តរបស់អាទិទេពនៃភាពងងឹតក៏ស្រាប់តែគាត់ហ្នឹងក៏បានធ្វើឲ្យដងខ្លួនគាត់រលាយបាត់ទៅហើយអូរៀនពិតជាសែតខ្លាំងមែនទែនហើយបន្តមកទៀតសាច់រឿងក៏បានបង្ហាញទៅកាន់អូរៀនពេលបច្ចុប្បន្នកាលវិញហើយដែលចប់ត្រឹមនេះគាត់បានស្គប់រឿងត្រឹមហ្នឹងសិនហើយគាត់បានប្រាប់កូនរបស់គាត់ថាសាច់រឿងរបស់គាត់ចប់ត្រឹមហ្នឹងហើយកូនសាច់របស់គាត់រៀងឆ្ងល់ដែរគាត់មិនសួរថាហើយចុះពេលរឿងហ្នឹងកើតឡើងហើយតើមានរឿងអីកើតឡើងបន្តទៀតនៅពេលដែលអាទិទេពនៃភាពងងឹតហ្នឹងគឺលែងមានជីវិតរស់នៅហើយអូរៀនក៏បានចេះថារឿងហ្នឹងចប់ត្រឹមហ្នឹងហើយក៏ស្រាប់តែកូនសាច់របស់គាត់ហ្នឹងក៏បាននិយាយថាទុកឲ្យកូនតែបញ្ចប់រឿងនេះវិញហើយបន្តមកទៀតសាច់រឿងក៏បានបង្ហាញទៅកាន់អូរៀនវិញដែលពេលនេះគាត់ពិតជាសែតមែនទែនហើយភ្លាមនោះក៏ស្រាប់តែកូនស្រីមកពីអនាគតរបស់គាត់នឹងក៏បាននិយាយជាមួយនឹងគាត់ហើយអូរៀនពេលនៅក្នុងបច្ចុប្បន្នឥឡូវហ្នឹងគឺអត់ទាន់ដឹងថាក្មេងស្រីម្នាក់នេះគឺជាកូនគាត់ក្នុងពេលអនាគតទេដោយហេតុថៃភាបាននិយាយលើកទឹកចិត្តទៅកាន់អូរៀនហើយអូរៀននឹងមានអារម្មណ៍ថា confident ឡើងវិញហើយគាត់ក៏បានហៅអាទិទេពទាំង5ទៀតដើម្បីថាធ្វើម៉េចដើម្បីយកអាទិទេពដាក់មកវិញហើយអាទិទេព Sweet Dream ដែលជាអាទិទេពសុបិនល្អហ្នឹងគាត់ក៏បានឲ្យច្បល់មួយហើយអូរៀននឹងចូលគេងទៅព្រោះអូរៀនគឺជាមនុស្សទី1ដែលគាត់បានមើលឃើញដាក់មុនគេហើយគាត់ទាំងអស់គ្នាហ្នឹងគឺចាប់ផ្ដើមរៀបចំ plan នេះតើធ្វើម៉េចយកអាទិទេពដាក់មកវិញឲ្យបានហើយនៅក្នុងប្រតិបត្តិការនេះគាត់ឲ្យអូរៀនចូលគេងអូរៀននឹងគឺបានជួបជាមួយនឹងដាកមុនគេដែលគាត់បានវិលត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញហើយអំឡុងពេលដែលគាត់បាននិយាយថាឲ្យដាកហ្នឹងទៅជីវិតនោះវិញទៅភពនោះវិញទៅពេលនោះក៏ស្រាប់តែមាន black hole ហ្នឹងគឺបានស្រូបដាកយកទៅហើយអូរៀនពេលនេះគាត់ភ័យមែនតើដែលគាត់ព្យាយាមជួយដាកដែរហើយអំឡុងពេលដែលគាត់កំពុងតែទាញដាកមកវិញនោះក៏កូនស្រីរបស់គាត់ហៃថូភេហ្នឹងក៏បានមកដល់ហើយកូនរបស់គាត់ហ្នឹងក៏ជាកម្លាំងចិត្តមួយដែលធ្វើឲ្យគាត់ទាញដាកមកវិញដូចគ្នាប៉ុន្តែក្នុងពេលដែលហេតុការណ៍ដែលបានកើតឡើងនេះក៏ស្រាប់តែសភៅរបស់គាត់ដែលគាត់សរសេរភាពភ័យខ្លាចរបស់គាត់ហ្នឹងវាចាប់ផ្ដើមចេញរូបរាងយ៉ាងច្រើនមកបន្លាយគាត់ទៀតហើយជាសំណាងល្អរបស់អូរៀនដែរក៏ស្រាប់តែអាទិទេព Sweet Dream ដែលជាសុបិនល្អហ្នឹងក៏បាននិយាយប្រាប់ថារឿងទាំងអស់ហ្នឹងគឺជាការកើតរបស់អូរៀនទេបើសិនជាអូរៀនអាចគ្រប់គ្រងវាបានរឿងទាំងអស់នេះនឹងបាត់ទៅវិញភ្លាមៗតែម្ដងហើយក្រោយពីអូរៀនបានលើសម្ដីរបស់ Sweet Dream ហើយគាត់ក៏បានយល់ដឹងអំពីការគិតរបស់គាត់ហើយរឿងទាំងអស់នេះក៏បានស្ងប់ទៅហើយក្រោយមកទៀតអូរៀនក៏បានភ្ញាក់ពីការគេងរបស់គាត់ហើយក៏អាទិទេពដែរហ្នឹងក៏បានមកវិញដូចគ្នាហើយក្រោយពីអាទិទេពដាកនៃភាពងងឹតត្រឡប់មកវិញមនុស្សជាច្រើនពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារនៅពេលដែលភពផែនដីរបស់យើងមានតែពន្លឺព្រះអាទិត្យនោះមនុស្សជាច្រើនគាត់ពិបាកគេងហើយមួយវិញទៀតនោះធ្វើឲ្យមនុស្ស stress ខ្លាំងមែនទែនដោយសារតែភាពភ្លឺនឹងគឺបានជះចំពួកគាត់ហើយក្នុងពេលវេលានេះមនុស្សជាច្រើនចាប់ផ្ដើមយល់ដឹងអំពីអាទិទេពនៃភាពងងឹតហើយអញ្ចឹងភពផែនដីរបស់យើងមិនអាចមានតែព្រះអាទិត្យបានទេតែមានភាពងងឹតនិងភាពភ្លឺដូចគ្នាហើយបកទៅកាន់អូរៀនវិញចំពោះជីវិតរបស់គាត់នៅពេលដែលគាត់បានរៀនពីមេរៀននឹងហើយគាត់ក៏ចាប់ផ្ដើមដឹងដូចគ្នាជីវិតរបស់យើងអាចយើងធ្វើអីខ្លាចពេកខ្លាំងពេកទេអញ្ចឹងធ្វើអីក៏ដោយនៅត្រូវតែមានចំណុចកណ្ដាលមួយដើម្បីឲ្យយើងទទួលដឹងថាតើយើងនឹងអាចសមស្របធ្វើបានអត់ហើយក៏បន្តមកទៀតក៏អាទិទេពនៃភាពងងឹតហ្នឹងក៏បានជួនអូរៀនជាមួយនឹងកូនស្រីរបស់គាត់មកពីអនាគតហ្នឹងទៅផ្ទះរបស់គាត់វិញហើយពេលហ្នឹងឯងទើបអូរៀនគាត់បានដឹងថាក្មេងស្រីហៃថូភៀហ្នឹងគឺជាកូនគាត់មកពីពេលអនាគតហើយក្រោយពីរឿងទាំងអស់ហ្នឹងគឺបានការចប់សັບគ្រប់អស់ហើយក៏អូរៀនបានទៅនិយាយជាមួយនឹងប៉ាម៉ាក់របស់គាត់ដែលគាត់បានរៀបរាប់អំពីអារម្មណ៍របស់អូរៀនរបស់គាត់ផ្ទាល់គាត់បាននិយាយថាគាត់បានស្វែងយល់ដឹងយ៉ាងច្រើនហើយគាត់ក៏បានណែនាំទៅកាន់ក្មេងស្រីហៃថូភៀដែលជាកូនស្រីអនាគតរបស់គាត់ហ្នឹងទៅប៉ាម៉ាក់គាត់ដូចគ្នាហើយអំឡុងពេលដែលគាត់កំពុងតែរកដំណោះស្រាយថាធ្វើម៉េចឲ្យកូនស្រីម្នាក់ហ្នឹងទៅពេលវេលារបស់គាត់វិញព្រមនោះក៏ស្រាប់តែមានក្មេងប្រុសម្នាក់ទៀតមកពីអនាគតដែរណាក៏មកជួយហៃថូភៀទៅពេលវេលារបស់គាត់វិញទៅហើយក្មេងប្រុសម្នាក់ហ្នឹងគឺជាកូនប្រុសរបស់ហៃថូភៀអញ្ចឹងមានន័យថាក្មេងប្រុសម្នាក់ហ្នឹងគឺជាចៅរបស់អូរៀនក្នុងពេលអនាគតដូចគ្នាប៉ុន្តែអំឡុងពេលដែលក្មេងប្រុសនោះបានឆ្លងពេលវេលានោះក៏ស្រាប់តែមានបិសាចពេលវេលាហ្នឹងក៏បានមកដល់ហើយពួកគាត់ទាំង4នាក់ហ្នឹងក៏បានកំចាត់បិសាចទាំងអស់នោះទៅហើយក្រោយមកទៀតក៏ក្មេងប្រុសជាមួយនឹងហៃថូភៀហ្នឹងក៏បានចាក់ចែងពីពេលវេលាមួយនេះ
តែកាន់ពេលវេលាបច្ចុប្បន្នកាលរបស់គាត់វិញហើយបន្តមកទៀតសាច់រឿងក៏បានបន្តទៅមុខទៀតហើយដែលពេលវេលានេះគឺហៃថូភីបានទៅជួបជាមួយនឹងអូរៀនធំពេញវ័យវិញហើយតែនៅពេលនោះក៏ស្រាប់តែមានបិសាចពេលវេលាហ្នឹងគឺនៅម្នាក់ហើយគាត់ក៏បានកំចាត់វាដូចគ្នាហើយហៃថូភីបាននិយាយប្រាប់អូរៀនថាគាត់បានកែសាច់រឿងរបស់ប៉ារបស់គាត់ហើយគាត់ក៏បានសន្យាជាមួយនឹងអូរៀនថាគាត់នឹងយករឿងទាំងអស់នេះប្រាប់កូនប្រុសរបស់គាត់ក្នុងពេលអនាគតដូចគ្នាហើយជាចុងបញ្ចប់នៃសាច់រឿងវិញគឺហៃថូភីគាត់បានធំពេញវ័យហើយគាត់មានកូនប្រុសមួយមែនហើយគាត់ក៏បានយកគំរូតាមលោកប៉ារបស់គាត់ដែលជាអូរៀនហ្នឹងគឺនិយាយសាច់រឿងរបស់គាត់ប្រាប់កូនរបស់គាត់ដូចគ្នាហើយសាច់រឿងក៏បានចប់ត្រឹមហ្នឹង